បាទជម្រាបសួរបងប្អូនទាំងអស់គ្នាបាទស្វាគមន៍ជាថ្មីម្ដងទៀតបាទមកកាន់វីដេអូឃ្លីបរបស់ខ្ញុំមួយនេះបាទអញ្ចឹងវីដេអូមួយនេះបាទផ្ញើជាពិសេសសម្រាប់បងប្អូនដែលស្រឡាញ់ការចិញ្ចឹមគោទាំងអស់គ្នាបាទអញ្ចឹងក្នុងវីដេអូនេះបាទគឺខ្ញុំនិងមិត្តភ័ក្តិខ្ញុំបាទកំពុងតែទៅដើរបង់ត្រីបងប្អូនបាទបង់ត្រីតាមស្ទឹងអីចឹងណាបាទអញ្ចឹងក៏ប្រទះឃើញបាទគោមួយវងនេះបាទគឺគោលោកពូម្នាក់ដែលនៅក្បែរភូមិនឹងដែរទេបាទអញ្ចឹងគាត់យកមកខ្វៀលអញ្ចឹងទៅក៏ឃើញគោល្អបាទក៏ថតចែកជូនបងប្អូនទស្សនាបាទហើយក៏ចង់និយាយលេងបងប្អូនទៅនឹងការចិញ្ចឹមគោផងដែរបាទហើយខ្ញុំក៏ចង់លើកជាសំណួរមួយដែលបងប្អូនខ្លះគាត់តែងតែឆ្ងល់ណាបាទឆ្ងល់ថាហេតុអីបាទគោអ្នកខ្លះគាត់ចិញ្ចឹមទៅស្គមចិញ្ចឹមទៅធាត់អីអញ្ចឹងទៅបាទហើយមួយទៀតគឺយើងចង់និយាយថាចិញ្ចឹមគោបាទបើសិនជាយើងគិតទៅលើខែបាទខែណាដែលវាចិញ្ចឹមទៅឡើងសាច់ល្អខែណាដែលយើងចិញ្ចឹមទៅគឺវាស្គមអីអញ្ចឹងទៅបាទអញ្ចឹងចំណុចនេះគឺខ្ញុំសូមបកស្រាយបន្តិចហើយក៏ជូនជាមតិយោបល់ទេបាទប៉ុន្តែគាត់ថាបងប្អូនគិតថាល្អក៏យកអញ្ចឹងណាបាទបើសិនជាមិនល្អបងប្អូនក៏បោះចោលទៅចោះបាទអញ្ចឹងការចិញ្ចឹមគោបាទគឺខ្ញុំធ្លាប់ប្រឡូកហើយបាទអញ្ចឹងគោគឺវាទាមទារបំផុតគឺការមើលថែទាំបាទពីម្ចាស់របស់គេបាទម្ចាស់របស់យើងម្នាក់អញ្ចឹងណាបាទហើយជាពិសេសគោដែលយើងចិញ្ចឹមជាហ្វូងបែបនេះបាទបើសិនជាយើងចិញ្ចឹមច្រើនពេកក៏វាមិនជាល្អដែរបាទដោយសារគោខ្លះវាស៊ីអត់ទាន់គ្នាបាទគោខ្លះទៀតគឺវាជល់គ្នាបាទជល់អាណាខ្សោយជាងគេគឺវាជល់ខ្លាំងជាងគេអញ្ចឹងទៅបាទនៅពេលយើងគោជល់គ្នាខ្លាំងគ្នាអត់ហ៊ានទៅស៊ីក្បែរគេទេបាទអញ្ចឹងវាដើរទៅក្រោយគេក៏វាអាចធ្វើឲ្យវានឹងស្គមស្គាំងផងដែរបាទប៉ុន្តែបើសិនជាគោនឹងវាស៊ីថង់បាទស៊ីកាវស៊ីអីក៏វាស្គមដែរបងប្អូនបាទទោះបីជាបងប្អូនឲ្យស៊ីចំណីមិនក៏នៅតែស្គមដែរបាទដោយសារវាមានជាតិបាទជាតិកាវជាតិកស៊ូនឹងក្នុងពោះវាបាទអញ្ចឹងជាមូលហេតុមួយដែរដែលធ្វើឲ្យគោយើងស្គមបាទប៉ុន្តែបើយើងនិយាយពីរដូវវិញបាទរដូវគឺវាដែលយើងធ្លាប់ជួបបាទគឺរដូវប្រាំងគឺវាអាចនឹងស្គមហើយប៉ុន្តែរដូវប្រាំងហ្នឹងគឺមិនមែនមានន័យថាខែយើងប្រមូលផលស្រូវទេបាទបើខែយើងប្រមូលផលស្រូវគឺវារដូវប្រាំងដូចគ្នាប៉ុន្តែគាត់ថាខែហ្នឹងគឺល្អវិញទេបាទល្អសម្រាប់គោវិញទេព្រោះថាពេលយើងច្រូតប្រមូលផលបាទស្រូវយើងច្រូតពិតមែនប៉ុន្តែវាមានសារស្រូវវាមានស្មៅតាមភ្លឺច្រើនបាទរដូវហ្នឹងគឺជារដូវរំហើយបាទរដូវរំហើយមានខ្យល់មានអីហ្នឹងបាទរដូវហ្នឹងគឺគោល្អវិញបាទគោវាអាចឡើងសាច់មកវិញប៉ុន្តែអ្វីដែលខ្ញុំចង់និយាយលើរដូវប្រាំងនេះគឺអារដូវដែលអាឡែងខែ4ខែ5ហ្នឹងបងប្អូនបាទខែ3ខែ4ខែ5ហ្នឹងបាទចន្លោះហ្នឹងគឺវាអត់មានភ្លៀងបាទអត់មានភ្លៀងហើយមេឃក្តៅខ្លាំងបាទអញ្ចឹងវាធ្វើឲ្យគោយើងវាអត់មានអីស៊ីទេហើយទឹកក៏អត់មានផឹកដែរបាទអញ្ចឹងបើសិនយើងដើរខ្វៀលគឺវាក្នុងន័យថាក្រាន់បន្តិចបាទប៉ុន្តែបើសិនយើងចងវាមួយថ្ងៃមួយចំណងទៀតបាទហ្នឹងរឹតតែស្គមទៀតហើយបាទអញ្ចឹងវាពិបាកអញ្ចឹងណាបងប្អូនបាទអញ្ចឹងរដូវគឺរដូវប្រាំងដែលខ្ញុំនិយាយមិញហ្នឹងបាទវាអាចមានខែ2ខែ3ខែ4ខែ5ហ្នឹងបាទប្រហែលខែហ្នឹងគឺគោវាដឹងតែស្គមហើយប៉ុន្តែបើសិនជាយើងចិញ្ចឹមក្នុងករណីគោតិចតួចបាទគោត្រឹមពី3ក្បាលអីហើយយើងមានចំណីបំពន់វាដូចជាដើមចេកបាទឬក៏ទូកអីអញ្ចឹងទៅបាទហ្នឹងគឺអត់បញ្ហាទេបាទគឺគោហ្នឹងអាចនឹងឡើងគីឡូឡើងអីធាត់អីអញ្ចឹងណាបាទប៉ុន្តែបើសិនជាយើងចិញ្ចឹមខ្វៀលបែបនេះទេបាទខ្ញុំជឿជាក់ថាมันងាយឡើងសាច់ទេបងប្អូនបាទអានេះជាចំណុចមួយបាទប៉ុន្តែបើរដូវដែលល្អបំផុតដូចខ្ញុំបញ្ជាក់ពីដើមវីដេអូមកអញ្ចឹងបាទគឺរដូវពេលដែលច្រូតគេរដូវរំហើយណាបាទរដូវរំហើយហ្នឹងក៏ល្អហើយមួយទៀតនេះរដូវដែលខ្ញុំពងនិយាយនេះបាទខែ6នេះបាទគឺមានភ្លៀងមានអីបែបនេះបាទគឺมันខ្វះទេស្មៅបងប្អូនបាទអត់ខ្វះទេស្មៅហើយមួយទៀតគឺតាមតំបន់បងប្អូនដែរបាទបើសិនជាតំបន់បងប្អូនគេធ្វើស្រូវវស្សាច្រើនបាទហ្នឹងគឺអត់បញ្ហាទេបាទនៅពេលដែលគេមានទឹកមានអីគ្រប់គ្រាន់គឺយើងអាចបលែងគោឲ្យស៊ីស្រូវគេបានខ្លះប៉ុន្តែបើសិនជាបងប្អូនមានគេធ្វើស្រូវប្រាំងអាហ្នឹងគឺពិបាកបន្តិចហើយបាទគឺពិបាកបន្តិចហើយគឺអត់មានអីឲ្យស៊ីទេបាទអញ្ចឹងគឺវាត្រូវតែទាមទារឲ្យយើងហ្នឹងមាន
ស្កលែងដាំស្មៅដាំអីទៀតបាទហ្នឹងគឺរឹតតែល្អអញ្ចឹងណាបាទអញ្ចឹងអានេះគឺជាការលើកឡើងរបស់ខ្ញុំទេហើយអ្វីផ្ដោតសំខាន់គឺគោដែលវាស៊ីខ្សែស៊ីជ័រអីហ្នឹងបាទគឺសុទ្ធសឹងតែជាគោដែលវាមិនងាយនឹងឡើងគីឡូណាបងប្អូនឡើងមិនរួចបាទសារពោះវៀនវាស្អិតអស់ហើយបាទអញ្ចឹងវាពិបាកមែនទែនហើយចំណុចហ្នឹងគឺខ្ញុំធ្លាប់ជួបច្រើនបាទហើយក៏មិនងាយនឹងឲ្យវាឈប់ស៊ីខ្សែដែរបាទហ្នឹងគឺគោនេះគឺវាកើតជំងឺរបស់វាហើយបាទគឺវាពិបាកនឹងមែនទែនបាទចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូនបាទមានអីច្រើនទេហើយក៏អរគុណដល់បងប្អូនដែលបានទស្សនាវីដេអូមួយនេះហើយបើសិនជាបងប្អូនគិតថាខុសឆ្គងនៅចំណុចមួយណាបងប្អូនអាច comment សួរឬក៏ comment ផ្ដល់យោបល់បានបាទអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងអរគុណបាទសូមជម្រាបលាបាទបាយបាយ